នេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅលេងទឹកដីនៃខេត្តកោះកុងឲ្យទៅលើពីខេត្តកោះកុងអ្នកទាំងអស់គ្នាតែងតែគិតថានឹងទៅលេងឯនេះសមុទ្រទៅលេងនៅតាមមាត់ឆ្នេរទេសភាពមានរលកទឹកសមុទ្រផ្សេងៗប៉ុន្តែថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីតំបន់ទេសចរមួយកន្លែងដែលស្ថិតនៅតំបន់ជួរភ្នំក្រវាញអរ៉ែងគឺជាតំបន់ទេសចរបែបព្រៃភ្នំហើយពោពេញទៅដោយទេសភាពខៀវខ្ចីជាច្រើននៅទីនោះផងដែរគឺសម្បូរទៅដោយក្រពើភ្នំដែលក្រពើប្រភេទនេះគឺត្រូវបានអ្នកស្រុកនៅក្នុងសហគមន៍ដែលជាជនជាតិដើមភាគតិចចងមានការគោរពបូជាយ៉ាងខ្លាំងហើយពួកគាត់ជឿថានៅពេលដែលក្រពើភ្នំមានបញ្ហានោះនឹងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគាត់នោះក៏មានបញ្ហាផងដែរក្រពើភ្នំគឺជាក្រពើម្យ៉ាងដែលសឹងនឹងផុតពូជទៅហើយនៅលើពិភពលោកយ៉ាងនេះដែលសពថ្ងៃនេះគឺមានតែនៅក្នុងប្រទេសកម្ពុជាយើងទេដែលមានចំនួនច្រើនជាងគេនឹងគេហៅផ្លែអីបងផ្លែល្វើល្វីចាប់អូនអត់ខ្លាចល្វើល្វីផ្កាយើមេឃនៅទីនេះគឺហាក់បីដូចជាផ្ដាច់ខ្លួនអំពីការរស់នៅស៊ីវិល័យនៅទីក្រុងដោយសារតែពោពេញទៅដោយធម្មជាតិខៀវស្រងាត់ព្រៃភ្នំព័ទ្ធជុំវិញនិងពុំមានសេវាក្នុងការប្រើប្រាស់អ៊ីនធឺណិតឡើយសូម្បីតែការហៅចូលចេញក្នុងប្រព័ន្ធក៏ពុំមានសេវាក្នុងការប្រើដែរលុះត្រាតែយើងចាក់ចេញពីសហគមន៍ដែលជាសហគមន៍ជនជាតិដើមភាគតិចចងចំនួនប្រហែល10គីឡូម៉ែត្រជាងមកកាន់ទីរួមស្រុកវិញទើបមានសេវាក្នុងការប្រើប្រាស់ជារៀងរាល់ឆ្នាំជនជាតិដើមភាគតិចចងគឺតែងតែរៀបចំនៅការសែនព្រេនទៅកាន់អរុក្ខអរិយអ្នកតាក៏ដូចជាធ្វើយ៉ាងណាឲ្យក្រពើភ្នំចាក់ចេញពីបឹងមួយកន្លែងដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះគាត់បានទៅធ្វើការបង់ត្រីហើយដុតដើម្បីហូបជុំគ្នានៅក្នុងសហគមន៍ក្រោយពីការសែនព្រេនរួចមកអ្នកស្រុកជឿថាក្រពើភ្នំនឹងឡើងលើគោកហើយនៅពេលយប់វានឹងចុះមកកាន់បឹងនោះវិញណាចូលមកចូលមកគេរយណាទៅកទុកមែនណាយើងជនបទត្រេកក្រមកអានអញជួយបកអស់បានបើសិនមកអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ក្នុងការទៅលេងនៅអរ៉ែងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទំនាក់ទំនងទៅកាន់សហគមន៍ដើម្បីឲ្យគាត់ជូនយើងទៅកម្សាន្តនៅកន្លែងផ្សេងៗលើពីនោះផងដែរនៅពេលដែលយើងជួលសហគមន៍ដើម្បីនាំផ្លូវយើងដើរកម្សាន្តនោះគឺយើងមានឱកាសក្នុងការសាកសួរព័ត៌មានផ្សេងៗដែលមាននៅក្នុងសហគមន៍នៅក្នុងសហគមន៍នោះមិនមែនត្រឹមតែមានអ្នកនាំផ្លូវយើងដើរកម្សាន្តទេប៉ុន្តែក៏មានជាតង់សម្រាប់ឲ្យអ្នកដំណើរកម្សាន្តទៅពីឆ្ងាយអាចជួលដើម្បីសម្រាកពេលយប់បានវីដេអូនេះមានតែប៉ុណ្ណាដូច្នេះហើយសង្ឃឹមថាយើងនឹងបានជួបគ្នានៅតំបន់អរ៉ែងនៅថ្ងៃណាមួយ